រៀបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកចែកម្លែកបងប្អូនទីនេះគឺរបៀបកាត់គុនកហើយនេះគឺជាតិចនិចដែលខ្ញុំរកបានខ្លួនឯងដែរតាមពិតតិចនិចហ្នឹងណាដំបូងវាមានច្រើនរបៀបហើយវាមាន13ហ្មងតែខ្ញុំរកបានឃើញចំណុចនេះអញ្ចឹងចំណុចនេះគឺជាចំណុចចុងក្រោយដែលខ្ញុំរកឃើញខ្ញុំយកមកចែកម្លែកបងប្អូនទៅបងប្អូនទាំងអស់គ្នារបៀបគុនកហើយនិងគុនឃ្លៀកជាប់គ្នាតែម្ដងខ្ញុំធ្លាប់ចែកម្លែកយូរហើយបងប្អូនខ្ញុំចែកម្លែកនៅក្នុងTikTok ដំបូងណាខ្ញុំចែកម្លែកនៅក្នុង TikTok បន្ទាប់មកទៀតខ្ញុំអត់ទាន់បានចែកម្លែកនៅក្នុង page ថ្មីទេនៅក្នុង channel YouTube របស់ខ្ញុំក៏ខ្ញុំអត់ទាន់បានចែកម្លែកដែរហើយឥឡូវខ្ញុំមកចែកម្លែកបងប្អូនទាំងអស់គ្នានៅក្នុង page ហើយក៏មាននៅក្នុង YouTube ដែរឥឡូវសូមវីដេអូទាំងទី1ទី2ទី3ជាប់គ្នាអញ្ចឹងមកបងប្អូននេះខ្ញុំកាត់ទាំងក្រោយចាំទាំងខាងមុខខ្ញុំធ្វើឲ្យមើលហើយនៅពេលដែលខ្ញុំដេរចាំខ្ញុំដេរមើលអញ្ចឹងតើមានវគ្គតបងប្អូនខ្ញុំដាក់វែងហ្មងវាវែងណាអញ្ចឹងខ្ញុំមានតែតខ្លីៗដោយសារទូរស័ព្ទហ្នឹងចង់ពេញ memory ទេបងប្អូនហើយអញ្ចឹងគឺខ្ញុំបិទគុំគ្នាអញ្ចឹងមកទាំងទី1ទី2ទី3ចូលគ្នាដូចគុំជើងអាវដែលខ្ញុំចែកម្លែកបងប្អូនទាំងអស់គ្នានឹងចាំចាំទៀតខ្ញុំចម្លងកមកយើងយកกระดาษខ្សែមួយមកចម្លងជាតម្រង់រាងកនឹងតែម្ដងណាបងប្អូនឥឡូវវាអត់គ្រប់ទេខ្ញុំតกระดาษខ្សែកុំឲ្យវាខាតតឡើងនេះបន្តិចយើងដាក់กระดาษពុំយើងចឹងកระดาษដែលយើងបិទចូលគ្នាហើយនឹងក្រៀបជាលក្ខណៈចឹងណាខ្ញុំបិទស្កប់ទៀតចូលចូលយើងកាត់តាមតម្រង់រាងកអាវនឹងមកវិញមកគុនទាំងកគុនទាំងឃ្លៀកបងប្អូនហើយខ្ញុំនឹងប្រាប់បងប្អូនទាំងអស់គ្នាថាតិចនៅយ៉ាងម៉េចដើម្បីគុនឃ្លៀកទៅឲ្យស្អាតឲ្យក្តៅកុំឲ្យសល់សាច់គុនចេញមកក្រៅទៀតហ្នឹងក៏ជាគំនិតដែលខ្ញុំរកបានឃើញខ្លួនឯងដែរបងប្អូនខ្ញុំសប្បាយចិត្តណានៅសមិទ្ធផលដែលខ្ញុំរកបានឃើញអីមួយខ្ញុំតែងតែអួតខ្លួនខ្ញុំទៅសារប្រាប់ប្តីខ្ញុំតែខ្ញុំបកកែខ្ញុំឃើញមានវីដេអូបរទេសចែកម្លែកនៅពេលដែលខ្ញុំចែកដែលរកវិធីសាស្ត្រនេះឃើញហើយខ្ញុំចែកម្លែកនៅក្នុង TikTok ដំបូងបងប្អូនបន្ទាប់មកទៀតខ្ញុំទៅចែកម្លែកខ្ញុំ down វីដេអូខ្ញុំទៅផុសក្នុង page ហើយ page ថ្ងៃហ្នឹងខ្ញុំអត់កាន់ទេ page នៅវាអាចខូចខ្ញុំ down អញ្ចឹងវាធ្វើខូច page nên làខ្ញុំអត់សូវចេះដែរពីការ down វីដេអូរបស់យើងហើយយកទៅផុសអត់ដឹងថាវាអាចប៉ះពាល់ដល់ channel ដល់ page អញ្ចឹងខ្ញុំ down ហើយខ្ញុំយកទៅផុសក្នុង page ខូច page ហ្នឹងវាអាចខូច page ហ្នឹងបងប្អូនអញ្ចឹងខ្ញុំអត់ដែរប្រើ page ហ្នឹងអញ្ចឹងខ្ញុំចែកម្លែកនៅក្នុង page ថ្មីតែម្ដងហើយខ្ញុំគូថ្មីហ្មងចែកម្លែកថ្មីម្ដងទៀតហ្មងនៅក្នុង page ថ្មីនេះ page មួយថ្ងៃហ្នឹងគឺថ្មីបងប្អូនយើងកាត់ឲ្យលើសអញ្ចឹងតិចមកតោះចូលមកការងារជិះវិញយើងកាត់ឲ្យលើសចោលអញ្ចឹងតិចចឹងបងប្អូនសាច់គុំហ្នឹងណាតែខ្ញុំអត់មុតហ្នឹងហើយហើយអានេះក៏យើងលើសតិចចឹងមកអានេះយើងលើសតិចចឹងមកហើយអានេះគឺផ្ទាំងខាងក្រោយរបស់យើងមួយណាបងប្អូននេះវាចេញយើងបាច់ហ្នឹងបន្តមកទៀតយើងត្រូវជាឃ្លៀកនេះចោលមកបន្តិចបងប្អូនដើម្បីកុំឲ្យសល់សាច់ណាពេលបងប្អូនដេរបងប្អូននឹងឃើញស្អាតតាមចិត្តតែចាំមើលខ្ញុំឲ្យមើលពេលខ្ញុំដេររួចនៅពេលអាភ្ញៀវខ្ញុំដេររួចខ្ញុំនឹងចែកម្លែកតអញ្ចឹងបែកខ្លីៗទៅចាំបន្តវគ្គគ្នាអញ្ចឹងណានេះយើងជាចោលអញ្ចឹងហើយអាកន្លែងនេះគឺយើងជាតាមទំហំនៃសាច់កណ្ដាប់របស់យើងសល់ហ្នឹងបងប្អូនចុះមកក្រោមតិចទៀតក៏បានដែរចង់ឲ្យវាធំតិចទៀតបិទទៀតបិទស្ទើចឹងយើងអាចកាត់ចុងមកបងប្អូនយើងកាត់តាមវាមកអាហ្នឹងគឺរៀងផ្នែកកខាងក្រោយបងប្អូនហើយសម្រាប់ឃ្លៀកនេះគឺយើងត្រូវតែជាចោលជានិច្ចបងប្អូនបើអត់ជាទេវានឹងសល់តែខាងគុននឹងមកក្រៅវិញសម្រាប់វាឃ្លៀកអត់មានដៃយើងចង់គុនទាំងឃ្លៀកគុនទាំងឃ្លៀកនេះគុនទាំងកនេះគឺយើងត្រូវតែជាចោលបងប្អូនព្រោះតែយើងគុនបបលាត់មកវានឹងសល់ហើយទាំងមកធ្វើបែបហ្នឹងដែរនេះខ្ញុំបង្ហាញទាំងក្រោយឥឡូវទាំងមុខខ្ញុំធ្វើរួចហើយចាណាណាទេពុំនេះទាំងខ្ញុំកាត់រួចហើយប៉ុន្តែខ្ញុំមកបិទស្កុតឲ្យអ្នកទាំងអស់គ្នាមើលចំណុចហ្នឹងចំណុចទាំងរបៀបគុនកពីកកមកដល់ឃ្លៀកហើយតិចនិចនេះគឺខ្ញុំសប្បាយនឹងសមិទ្ធផលដែលខ្ញុំរកបានឃើញណាបងប្អូនច្រឡំមកបាត់នេះមុនខ្ញុំដំបូងគឺខ្ញុំដេរបងប្អូនដែរអញ្ចឹងឯងខ្ញុំអត់ទាន់ចេះខ្ញុំអត់ទាន់ចេះរកវិធីសាស្ត្រនេះឃើញដំបូងគឺខ្ញុំដេរអាសាច់ផ្ទាំងរបស់យើងនេះផ្ទាំងទី1ទី2នឹងចូលគ្នាហើយបាទខ្ញុំមកបត់ពុំនឹងចូលគ្នាជា2ហើយខ្ញុំខ្ញុំពលាសាច់គុននឹងទៅតាមរៀងនៃតម្រងដែលអាវយើងដេរឲ្យស្រាប់បងប្អូនពេលខ្លះទៅសល់ពេលខ្លះទៅតាំងសាច់ជ្រុលពេលដែលយើងអត់ចេះទប់អត់ចេះធ្វើខ្ញុំពិបាកធ្វើមែនបងប្អូនខ្ញុំនិយាយរួមខ្ញុំពិបាកនៅពេលដែលខ្ញុំពិបាកគឺខ្ញុំរនឹកថាធ្វើយ៉ាងម៉េចឲ្យស្រួលនៅពេលខ្ញុំរនឹកគឺខ្ញុំចេញបានវិធីសាស្ត្រនេះដោយសារតែខ្ញុំ
dương mình nhôm đê áo nhôm tay đặt côn chương áo khăn cao cho mùi nâng sạch cào nó bền chắc dẹp tại nhôm đã khơi tháng cho sạch cáo dương đê dương bật cột chọc nghe hay nhôm cắt trường cao của nhôm bị là nhôm chơi cắt bị xa ngược cáo tôi nhôm cắt trường cáo nhôm bật bùm nâng đó trôi chớn hay nhôm cắt trường cào nó bền chắc trong cùng nó khơi tha cho bờ sân chia ở này cả con này bởi dương bật cột chọc nghe hay dương ở chợ lọn chỉ riêng côn co bài nắng ta ai thưa tới khơi xa đó nhôm xài là bóng nó bền thưa hỏi ban pause án nhưngสบายใจเป็นเต้นให้คือขยมใจมันเลยแต่บงบอกนั่นคือในขยมติดต่อบงโอนในซาแต่บงยังมาเซอร์เห็นใจมันเลยได้เห็นอีนนะบงโอนเราเป็นจังคือขยมใจมันเลยในขยมติดต่อให้ติดต่อยังbịเซอร์มีเนี่ยมือได้จังนั้นนะเหียงอีนแต่ละอะไรที่บงโอนจังยังใจมันเลยบานเราเป็นยังเฟอร์ให้เคยสะอาดขยมใจมันเลยในขยมติดต่อผู้ตู้วิดีโอนั่งไอ้บงโอนวิดีโอได้คนกว่าคนเคลียร์นั่งเอาสะอาดเอากระดาษสะอาดนั่นนะให้ติดนี่คือจะติดนี่ได้ยมหัวคุยบ้านให้ขยมเผยหัวไงบ้านยมจังบงโอนไหนก็ไม่กดโยนเนาะตีมวยตีติดใบบัตรจูเคลียร์อันนี้คือจุดติดในสำคัญนะสำหรับขยมเราเคยคือสบายจัดอันนี้คือเป็นเดี๋ยวยังกัดกลหาวเนี่ยกัดกลก่อให้ยังเกี่ยเจ้ามันติดจังนะบางโอนเนี่ยปวกมาเห็นขมายบางโอนอาจเหนื่อยคืนเหนื่อยแบบใบมันคืนอะไรบางโอนมันคืนอย่างนี้ซอบางโอนนั่งกับเจี๊ยคลิเจ้าติดเต้าจำเป็นยมเด้ยมป่าหายบางโอนติดเอาแบบเตียงกลนี่โตจริงแบบเตียงนี่เตียงบางจนทางเถยยืนเราสะอาดให้การกัดกลกอกลขังขนมนี้โตการกดขังน้องนี่คือวิมินเชิญอันนี้สำหรับจัดคือกดจัดคนหมันติดจังก็สลายก็เอาจูจัดโอสอัพก็เอาจูจัดมีนปีบิจวนจังนั้นนะตามธรรมดาคือยมกลเราจะแกงโคมบอกหลอดดาวโคมจังนั้นนะเราจะแกงแต่อันนี้คือยมกลเราทำเป็นในเต้เดี๋ยวซะตามจัดพญายพญายสลายไม่คือยังฝืนจังเตยให้ต่อแล้วเป็นนักบางโอนบีบกัดกลก็คือมีแต่แบบนักไอ้เราสะอาดยมจะหนีเอาแต่บางโอนเธอตามทีนี้và bang ôn ở đây tiền càng bay đi châu nàyให้บอดจะปีá chúng ta ai so saiแต่ai so sai chứ có miền tây này thưa này thưa mấy cầm ai so lá cái khác bang ôn aiยังso lại nhỉ nhưng có miền tây này phải bang ôn thayไปđể so lá chính phường mạch สำคัญcầm ai phạt và qua việc bạ mình bớt so nhưng ai đây cho bệnh mãn tịch của nhom thua so đấy để ra nhom cặn trái hay nhom phơi chia lại nhỉ bang ôn phơi chia bật cồn lại nhỉ thưa so sai mãn tịch về so sai mãn tịch nhưng đây con co hụt bản về trong dương của bạn đừng ru cái phủ cóแต่ยังru năng cho bị gìวิธีซักcái บางสันจะวิซอแล้วก็มาធ្វើដោយអាវរយគឺសតបត់កញ្ញុកចេះមែនអត់បងប្អូនបត់កញ្ញុកសាច់គុនយកតែហ្មងអញ្ចឹងមែនអត់អត់ធ្វើអញ្ចឹងអត់ស្អាតទេបងប្អូនយើងសល់តែប្រហែលតែម្លេចហ្នឹងអញ្ចឹងយើងដេកច្បាច់ជីបតែបន្តិចមកគឺក្តោបធុងហ្នឹងអស់សាច់ស្អាតសាច់គុនដូចគ្នាហ្នឹងវិធីសាស្ត្របើសិនជាយើងកាន់ហើយតាមវិធីដែលខ្ញុំអត់បានចែកម្លេចបងប្អូនចេះរបៀបរបស់បងប្អូនដែលគាត់ថ្មីខ្ញុំចែកម្លេចប្រាប់តែអ្នកថ្មីទេដោយសារតែអ្នកជាងចាស់ចំណិតយូរគឺគាត់សាមញ្ញទេអាកន្លែងតែហ្នឹងគឺគាត់មានតិចនិចរបស់គាត់រៀងខ្លួនហើយអញ្ចឹងខ្ញុំចែកម្លេចតិចនិចខ្ញុំតែអានេះខ្ញុំប្រាប់អ្នកថ្មីដែលគាត់ទៅតែរៀនឲ្យស្វែងយល់គាត់អាចមើលវីដេអូចែកម្លេចមួយនេះបានអញ្ចឹងគឺមានតែប៉ុណ្្នឹងឯងបងប្អូនរបៀបកាត់ទុនកខាងមុខខាងក្រោយរបស់ខ្ញុំអញ្ចឹងចាំតែមើលនៅពេលលទ្ធផលនៃការដេរធ្វើក្តោបស្អាតមែនអត់គឺពេលដែលខ្ញុំដេរដៃអាវចាំខ្ញុំបង្ហាញបងប្អូនទាំងអស់គ្នានៅលើដៃអាវដែលដេរឲ្យរួចរាល់ថាកាត់របៀបនេះក្តោបអត់កាត់គុនកបែបនេះហ៎ច្រើនជំរាបលាបងប្អូនទាំងអស់គ្នាសម្រាប់ការមើលវីដេអូនេះដល់នៅទីចុងក្រោយហើយក៏អរគុណសម្រាប់បងប្អូនទាំងអស់គ្នាដែលបាន follow page ហើយនិង subscribe channel YouTube របស់ខ្ញុំអរគុណច្រើនជំរាបលាបាយបាយ